ក្នុងវីដេអូនេះខ្ញុំលើកយកពាក្យអធិបញ្ជាមកបង្ហាញបើថាតើពាក្យអធិបញ្ជានេះមានអត្ថន័យដូចម្តេចអ្វីទៅជាអធិបញ្ជាតើវាមានន័យយ៉ាងណាបាទពាក្យអធិបញ្ជានេះគឺថ្នាក់ពាក្យជានាមបាទមានន័យថាសក្តីបង្គាប់ឲ្យចាត់ការអ្វីមួយនេះគឺជាអត្ថន័យរបស់ពាក្យអធិបញ្ជាដើម្បីថាជាអំណាចនៃការធ្វើសក្តីសម្រេចឬក៏សក្តីបង្គាប់តាមឋានានុក្រមឲ្យអ្នកដែលស្ថិតនៅក្រោមឋានានុក្រមអាចចាត់ការរឿងអីមួយឬក៏ធ្វើរឿងអីមួយឧទាហរណ៍រដ្ឋមន្ត្រីក្រសួងយុតិធធធ្វើអធិបញ្ជាឬក៏បង្គាប់ឲ្យព្រះរាជអាជ្ញាចោទប្រកាន់បុគ្គលណាមួយប៉ុន្តែរដ្ឋមន្ត្រីក្រសួងយុតិធធមិនអាចធ្វើអធិបញ្ជាដល់ព្រះរាជអាជ្ញាឲ្យបង្ករឿងក្តីព្រហ្មទណ្ឌទុកអធិការឡើយបានន័យថារដ្ឋមន្ត្រីក្រសួងយុតិធធមានសិទ្ធិធ្វើអធិបញ្ជាឲ្យធ្វើការចោទប្រកាន់ទៅលើបុគ្គលណាមួយដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌតកតងទៅនឹងអំណាចនៃការធ្វើអធិបញ្ជានេះគឺមានចែងនៅក្នុងក្រមនីតិទីព្រហ្មទណ្ឌដែលច្បាប់បានអនុញ្ញាតឲ្យមានវិធានការនេះឡើងដើម្បីមានអានុភាពរារាំងនិងប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់ព្រះរាជអាជ្ញាដែលបានបង្កឬក្តីទុកអធិការអញ្ចឹងអំណាចនៃការធ្វើអធិបញ្ជានេះគឺជាអំណាចតាមនីតិឋានានុក្រមនៃអង្គការយកាដើម្បីធានានៅសុក្រឹតភាពនៃច្បាប់និងដើម្បីធានាបាននៅផលប្រយោជន៍ទៅដល់សង្គមជាតិទាំងមូលអញ្ចឹងហើយច្បាប់អនុញ្ញាតឲ្យមានវិធានការមួយនេះឡើងអាជ្ញាធរដែលមានសមត្ថកិច្ចធ្វើអធិបញ្ជាមិនមែនមានតែរដ្ឋមន្ត្រីក្រសួងយុតិធធទេក្រៅពីរដ្ឋមន្ត្រីក្រសួងយុតិធធមានខាងអគ្គព្រះរាជអាជ្ញាអមសាលាធរនិងព្រះរាជអាជ្ញាក៏ជាអាជ្ញាធរដែលមានសមត្ថកិច្ចនៅក្នុងការធ្វើអធិបញ្ជាបានដែរតកតងទៅនឹងរដ្ឋមន្ត្រីក្រសួងយុតិធធនេះគឺយើងដឹងហើយថាគឺជានីតិឋានានុក្រមនៃអង្គការយកាដែលមានលំដាប់ខ្ពស់ជាងគេណាហើយក៏ជាសេនាធិការរបស់រាជរដ្ឋាភិបាលដែរនៅក្នុងការអនុវត្តនិងពង្រឹងប្រព័ន្ធច្បាប់ដែលមានជាធរមាននៅក្នុងសង្គមជាតិនៅក្នុងប្រទេសទាំងមូលណាអញ្ចឹងតកតងទៅនឹងករណីដែលមានបទល្មើសធ្ងន់ធ្ងរខាងអគ្គព្រះរាជអាជ្ញាអមសាលាធរអាចរាយការណ៍ទៅខាងរដ្ឋមន្ត្រីក្រសួងយុតិធធអញ្ចឹងហើយខាងរដ្ឋមន្ត្រីក្រសួងយុតិធធមានសមត្ថកិច្ចមាននីតិសម្បទាអាចធ្វើអធិបញ្ជាឲ្យខាងកាយកាដែលស្ថិតនៅក្រោមអំណាចរបស់ខ្លួនធ្វើការចោទប្រកាន់ពីបទល្មើសបានអញ្ចឹងដោយករណីរឿងក្តីណាមួយដែលកើតមានឡើងដូចជារឿងក្តីព្រហ្មទណ្ឌបើសិនជាបុគ្គលណាម្នាក់គាត់បានប្រព្រឹត្តនៅបទល្មើសព្រហ្មទណ្ឌណាមួយហើយមានជនរងគ្រោះដាក់ពាក្យប្តឹងទៅខាងតុលាការសាលាដំបូងហើយក្រោយខាងព្រះញ្ញាគាត់មិនធ្វើការចោទប្រកាន់ទេគ្មានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់អញ្ចឹងគាត់សម្រេចតម្កល់រឿងនេះទុកអធិការប៉ុន្តែបើសិនជាមានករណីនៃការប្រឹងផ្ដាល់ជាបន្តទៅទៀតរបស់ជនរងគ្រោះឬក៏មានការរាយការណ៍ពីខាងព្រះរាជអាជ្ញាអមសាលាធរទៅខាងរដ្ឋមន្ត្រីក្រសួងយុតិធធរដ្ឋមន្ត្រីក្រសួងយុតិធធមានសិទ្ធិមានអំណាចនៅក្នុងការធ្វើអធិបញ្ជាទៅខាងអង្គការយកាណាខាងឲ្យព្រះញ្ញាហ្នឹងគឺធ្វើការចោទប្រកាន់ទៅលើបុគ្គលដែលបានប្រព្រឹត្តបទល្មើសហ្នឹងឡើងវិញមិនត្រូវបង្ករឿងនេះទុកអធិការទេអានេះនៅក្នុងករណីដែលខាងក្រសួងយុតិធធរកឃើញនៅការថាភាពមិនប្រក្រតីឬក៏ការអនុវត្តច្បាប់មិនត្រឹមត្រូវរបស់ខាងអង្គការយកាឬក៏ខាងព្រះញ្ញាដែលមានឋានានុក្រមស្ថិតនៅក្រោមលំដាប់ថ្នាក់ក្រោមណាអនុវត្តច្បាប់មិនត្រឹមត្រូវអញ្ចឹងសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីក្រសួងយុតិធធគឺអាចធ្វើអធិបញ្ជាឲ្យចាត់ការរឿងក្តីនឹងបានពីអធិបញ្ជាជាបទបញ្ជាប្រតិបត្តិបីបង្គាប់បញ្ជាតាមឋានានុក្រមណាពីថ្នាក់លើទៅថ្នាក់ក្រោមដែលជានីតិសម្បទាមួយដែលគេផ្ដល់ឲ្យទៅអង្គការយកាដែលមានលំដាប់ថ្នាក់ខ្ពស់មានសិទ្ធិអំណាចឬក៏មានឆន្ទានុសិទ្ធិនៅក្នុងការធ្វើអធិបញ្ជានេះដើម្បីធានាឲ្យបាននៅការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវប្រកបទៅដោយយុត្តិធម៌បាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយសូមបងប្អូនកុំភ្លេចបាទជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណ